លេខ206រឿងព្រះយេស៊ូវមានអំណាចអត់ទោសបាបពេលមួយព្រះយេស៊ូវបង្រៀនមនុស្សនៅភូមិមួយក្បែរសមុទ្រហើយមានពួកកាន់សាសនាមកអង្គុយស្ដាប់ព្រះអង្គដែរព្រះយេស៊ូវពេញដោយអំណាចរបស់ព្រះជាម្ចាស់ក៏បានមើលអ្នកមានជំងឺឲ្យបានជាពេលនោះស្រាប់តែមានគេសែងបរោះខ្វិនដៃខ្វិនជើងម្នាក់មកដើម្បីនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូវប៉ុន្តែដោយមានមនុស្សច្រើនពេកគេមិនអាចចូលទៅជិតព្រះអង្គបានឡើយដូច្នេះគេសែងអ្នកខ្វិនឡើងទៅលើដំបូលផ្ទះបកក្បឿងសម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្សនៅចំពីមុខព្រះយេស៊ូវពេលព្រះយេស៊ូវឃើញជំនឿរបស់អ្នកទាំងនោះព្រះអង្គនិយាយទៅអ្នកខ្វិនថាមិត្តអើយខ្ញុំអត់ទោសបាបរបស់អ្នកហើយអ្នកកាន់សាសនានឹកក្នុងចិត្តថាយេស៊ូវនេះពិតជាស្មានថាខ្លួនស្មើនឹងព្រះជាម្ចាស់បានជាពោលពាក្យនេះតែមានតែព្រះជាម្ចាស់ទេដែលអាចអត់ទោសបាបបានព្រះយេស៊ូវដឹងអំពីគំនិតរបស់អ្នកទាំងនោះទើបព្រះអង្គនិយាយថាម៉េចក៏អ្នករាល់គ្នានឹកគិតអញ្ចឹងបើខ្ញុំប្រាប់អ្នកខ្វិននេះថាខ្ញុំអត់ទោសបាបរបស់អ្នកហើយឬថាចូលក្រោកឡើងដើរទៅចុះតើឃ្លាណាមួយស្រួលនិយាយជាងប៉ុន្តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមានអំណាចអត់ទោសបាបរបស់មនុស្សបានព្រះអង្គក៏ងាកទៅរកអ្នកខ្វិនហើយនិយាយថាចូលក្រោកឡើងយកគ្រែស្នែងដើរទៅផ្ទះវិញទៅរំពេចនោះអ្នកខ្វិនក្រោកឡើងនៅពីមុខមនុស្សទាំងអស់រួចយកគ្រែស្នែងត្រឡប់ទៅវិញទាំងសរសើរព្រះជាម្ចាស់ផងអស់អ្នកដែលនៅទីនោះរន្ធត់ញាប់ញ័រគ្រប់គ្នាហើយសរសើរនឹងលើកដំកើងព្រះជាម្ចាស់គេភ័យខ្លាចជាខ្លាំងហើយនិយាយគ្នាថាថ្ងៃនេះយើងឃើញការចម្លែកអស្ចារ្យមែន